រឿងពស់កេងកងកាលពីព្រេងនាយនៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពីរនិងពស់ឥតមានពីរទេមានតែពស់កេងកងមាននិទានថាកាលដើមឡើយមានមនុស្សពីរនាក់ប្តីប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយឈ្មោះនាងអេតប្តីនោះទៅជួញអង្កាមបាត់ជាយូរអង្វែងថ្ងៃមួយអស់បងប្អូនចិត្តខាងគេបបួលគ្នាទៅរកឯនាងនីគេថាបបួលគ្នាក៏ទៅជាមួយនឹងគេដែរយកនាងអេតជាកូនទៅផងលីដឹងចូលព្រៃបានឃើញមួយធំនាងនីយកដឹងពុះលុះពុះយូរបន្តិចទៅដឹងក៏រង្គោះធ្លាក់ទៅកានងរនពស់នាងនីមើលទៅឃើញដឹងនឹងពស់កេងកងក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យឯពស់កេងកងឆ្លើយឡើងថាអើបើនាងឯងដោយអញធ្វើប្រពន្ធអញទៅអញឲ្យដឹងបើនាងឯងមិនដោយអញមិនធ្វើជាប្រពន្ធអញទេនោះអញមិនឲ្យដឹងទេនាងនីយពស់កេងកងថាដូច្នោះហើយហេតុតែជាស្រីខូចក៏ទទួលព្រមថាអើលែងតែអ្នកឲ្យដឹងមកខ្ញុំចោះចាំល្ងាចសឹមខ្ញុំឲ្យមេអេតមកហៅពស់កេងកងលឺនាងនីថាដូច្នោះក៏ឲ្យដឹងមកនាងនីផ្ដាំថាដល់ល្ងាចសឹមឲ្យមេអេតមកហៅហើយនាងនីក៏ទូលទៅផ្ទះជាមួយនឹងនាងអេតលុះដល់ប្រលប់នាងនេះក៏ប្រើមេអេតជាកូនឲ្យទៅហៅពស់កេងកងនាងអេតទៅដល់ឈរនៅមាត់រនពស់ហៅថាពស់កេងកងឲ្យនាងនេះឲ្យហៅឯពស់កេងកងឬហើយលូនចេញមកនាងអេតឃើញពស់ក៏ភ័យខ្លាចព្រឺស្ញាប់អស់ទាំងខ្លួនប៉ុន្តែខ្លាចម្ដាយព្រោះម្ដាយប្រើមកក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះពស់នោះធំណាស់លូនទៅលើស្មៅបាក់រៀបអស់ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនេះនិយាយនឹងពស់កេងកងថាខ្ញុំមានប្តីឥឡូវនេះគាត់ទៅជួញអង្កាម2-3ឆ្នាំមកម្ដងពស់កេងកងសួរថាប្តីនាងឯងទៅប៉ុន្មានថ្ងៃប៉ុន្មានខែទៀតនឹងមកដល់នាងនេះឆ្លើយថាមិនដឹងជាប៉ុន្មានខែប៉ុន្មានថ្ងៃទៀតនឹងមកដល់ទេពស់កេងកងនិងនាងនេះក៏ដេកលក់ជាមួយគ្នាទៅដល់ចិត្តភ្លឺទើបពស់កេងកងលានាងនេះទៅរួមវិញនាងនេះផ្ដាំថាបើប្តីខ្ញុំមកខ្ញុំមិនឲ្យមេអេតទៅហៅទេអ្នកកុំមកបើប្តីខ្ញុំមិនទាន់មកនោះខ្ញុំប្រើមេអេតឲ្យទៅហៅអ្នកសឹមអ្នកមកពស់កេងកងក៏ទៅឯរួមខ្លួនវិញទៅរាល់តែល្ងាចនាងនេះប្រើមេអេតឲ្យទៅហៅពស់កេងកងនាងអេតខ្លាចម្ដាយក៏ទៅហៅតាមពាក្យម្ដាយប្រើប៉ុន្តែក្នុងចិត្តខ្លាចពស់នោះណាស់ត្បិតពស់នោះធំណាស់ហើយវែងផងមួយទៀតខឹងក្នុងចិត្តត្បិតម្ដាយសហាយនឹងពស់នាងអេតទៅដល់មាត់រូងហើយហៅថាពស់កេងកងឲ្យនាងនេះឲ្យហៅពស់កេងកងឬក៏លូនចេញមកហើយឆ្លើយថាអេតឲ្យថាអញមិនទៅឪពុកអេតនៅកាត់ក្បាលអញដាច់នាងអេតឆ្លើយថាឪពុកអញទៅជួញអង្កាម2-3ឆ្នាំមិនទាន់មកដល់ពស់កេងកងឬនាងអេតប្រាប់ដូច្នោះក៏លូនចេញអំពីរុនមកហើយចេះតែទៅមកតែសប្តាហ៍ថ្ងៃនាងនេះសហាយនឹងពស់កេងកងតតែផាមលុះយូរបន្តិចទៅប្តីនាងនេះមកពីជួញអង្កាមវិញឃើញនាងនេះពស់ធំនឹកសង្ស័យក៏សួរនាងអេតជាកូននាងអេតប្រាប់ឪពុកថាម៉ែគាត់សហាយនឹងពស់កេងកងតែវេលាប្រលប់កាលណាឲ្យខ្ញុំទៅហៅតែសប្តាហ៍ថ្ងៃឪពុកឬនាងអេតប្រាប់ដូច្នោះក៏និយាយនឹងនាងអេតថាដល់ល្ងាចហងឯងទៅហៅពស់នោះទៀតអញចាំកាប់វានៅមាត់ទ្វារហើយហងឯងកុំឲ្យម្ដាយហងឯងដឹងឯនាងអេតលុះដល់ប្រលប់ក៏ទៅហៅពស់កេងកងថាពស់កេងកងនាងនេះឲ្យហៅពស់កេងកងលឺហើយឆ្លើយថាអេតឲ្យថាអញមិនទៅឪពុកអេតនៅកាត់អញដាច់នាងអេតឆ្លើយថាឪពុកអញទៅជួញអង្កាម2-3ឆ្នាំមិនទាន់មកដល់ពស់កេងកងលឺនាងអេតប្រាប់ដូច្នោះស្មានថាឪពុកនាងមិនទាន់មកពីជួញអង្កាមមែនក៏ទៅដូចសប្តាហ៍ថ្ងៃឯឪពុកនាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់ពស់កេងកងលូនចូលក្នុងទ្វារបន្តិចឪពុកនាងអេតកាត់ដាច់ហើយកាត់មួយកំណាត់ខាងកន្ទុយយកទៅដាក់លើស្កាក់មួយកំណាត់ខាងក្បាលយកទៅដាក់លើមេឃពុត្រាឯកណ្ដាលខ្លួនយកទៅពន្លះពន្លត់ស្បែកចោលហើយផ្ដាំនាងអេតថាកុំឲ្យម្ដាយហងឯងដឹងតែត្រូវទុកសាច់សឲ្យម្ដាយហងឯងស៊ីឪពុកនាងអេតក៏លាងឈាមពស់ជ្រះអស់មិនឲ្យមានសឯនាងនេះពុំបានដឹងជាប្តីកាប់ពស់សហាយស្លាប់ទេព្រោះពេលនោះនាងនេះមិននៅទៅសួរបងប្អូននៅផ្ទះឆ្ងាយលុះព្រឹកឡើងនាងអេតយកសាច់ពស់មកសទុកឲ្យនាងនេះជាម្ដាយស៊ីនាងនេះឃើញសំខ្លាញ់រលើបទាំងចានទាំងឆ្នាំងក៏សួរនាងអេតថាបានសាច់អ្វីស្មីអេតនាងអេតប្រាប់ថាសាច់ជ្រូកនាងនេះគិតស្មានថាសាច់ជ្រូកមែនក៏ឲ្យមីអេតដួសសំយកមកស៊ីបាយកាលនាងអេតដួសសំមកឲ្យនាងនេះជាម្ដាយស៊ីនោះមានក្អែកមួយវាឃើញក្បាលពស់ដាក់លើមេឃពុត្រាវាចង់ស៊ីសាច់ពស់វាបោលថាកលើក្លែមខ្លំលេបសាច់ប្តីឯងនាងនេះកំពុងស៊ីបាយរីក្អែកបោដូច្នោះក៏មើលទៅលើមេឃពុត្រាឃើញក្បាលពស់កេងកងលើមេឃឈើហើយនាងនេះនឹកអាណិតស្រក់ទឹកភ្នែកតែនាងពុំហ៊ានយំព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយជាមួយគ្នាប្តីឃើញនាងនេះស្រក់ទឹកភ្នែកក៏សួរថាហេតុដូចម្ដេចបានជាស្រក់ទឹកភ្នែកនាងនេះឆ្លើយថាស៊ីបាយក្តៅសំក្តៅឬកូនចៅរលងទឹកភ្នែកឯក្អែកនោះចេះតែបោថាកលើក្លែមខ្លំលេបសាច់ប្តីឯងក្បាលដាក់លើដើមពុត្រាកន្ទុយដាក់លើស្កាក់នាងនេះមើលទៅលើស្កាក់ឃើញកន្ទុយពស់កេងកងលើនោះឯប្តីនាងនេះដឹងថាប្រពន្ធ
សហយនឹងពោះកេងកងពិតប្រាកដហើយក៏នឹកភ្នក់ក្នុងចិត្តខឹងចង់សម្លាប់នាងនេះប៉ុន្តែធ្វើមិនឲ្យនាងនេះដឹងខ្លួនដល់នាងនេះផាមចាស់ផ្ទៃចិត្តនឹងសម្រាប្តីបបួលទៅកក់សក់នៅមាត់បឹងលុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថាទៅទៀតឲ្យឆ្ងាយពីស្រុកគេយើងនឹងកក់សក់លេងឲ្យសប្បាយតែពីរនាក់ម្ដងនាងនេះមិនដឹងខ្លួនឯងថាប្តីសម្លាប់ស្មានថាប្តីនាំទៅកក់សក់មែនក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅលុះឃើញកំពុងមួយរៀបស្អាតវាល្អប្តីប្រាប់ប្រពន្ធថាកំពុងនេះរៀបសប្បាយយើងឈប់កក់សក់នៅនោះចុះឯនាងនេះមិនដឹងខ្លួនជាប្តីគិតសម្លាប់ក៏អង្គុយកក់សក់នៅមាត់ច្រាំងប្តីនោះក៏ហូតដាវកាប់នាងនេះពីក្រោយខ្នងមិនឲ្យដឹងខ្លួនដាច់ពាក់កណ្ដាលខ្លួនស្លាប់ទៅពេលនោះឃើញសុទ្ធតែកូនពស់លូនចេញមកអំពីពស់នាងនេះមកប្តីនាងនេះក៏កាប់កូនពស់នឹងដាវខ្លះកាប់មិនទាន់ក៏លូនចូលទៅក្នុងក្រហែងដីខ្លះមុជក្នុងទឹកខ្លះចូលទៅក្នុងព្រៃព្រោះហេតុនេះបានជាមានពស់ច្រើនបែបច្រើនយ៉ាងមកដល់ឥឡូវនេះសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ពួកយើងនឹងជួបគ្នាសាជាថ្មីម្ដងទៀតនៅវីដេអូក្រោយ